រាល់បញ្ហារបស់ជួបនឹងមានផ្លូវចេញបង្កើតមេសោមានកូនសោពេលដែលយើងចាប់ផ្ដើមការងារណាមួយដែលយើងមានទំនុកចិត្តបែបហ្នឹងពេលដែលយើងមានឧបសគ្គយើងអត់មានលេសពេលដែលយើងតាំងចិត្តបែបហ្នឹងហើយយើងអាចដោះស្រាយរឿងបានយ៉ាងច្រើនហើយអាចនឹងរឿងហ្នឹងកាន់តែធំទៅអញ្ចឹងរឿងដែលធំរឿងដែលច្រើនហ្នឹងអាហ្នឹងឯងជាសមត្ថភាពរបស់យើងវាឡើងតាមដែរបាទសូមជំរាបសួរខ្ញុំបាទឈ្មោះពុទ្ធីជាប្រធានផ្នែកធនធានមនុស្សរបស់បរិយាមេកុងឡែនហើយថ្ងៃនេះជាឱកាសមួយដ៏ល្អទៀតដែរដែលចង់បង្ហាញនិងចង់ចែកម្លែកពីការបម្រែបម្រួលនិងការអភិវឌ្ឍអាជីពការងារនៅក្នុងក្រុមហ៊ុនថ្ងៃនេះយើងមានបានក្រុមការងាររបស់យើងមកចូលរួមបងអូនវុតជួយណែនាំពីតួនាទីនិងពីអ្វីដែលបងអូនវុតបានធ្លាប់ជួបកន្លងមកបាទជាសួរបងខ្ញុំបាទឈ្មោះខេមសេរីវុតបច្ចុប្បន្នមានតួនាទីជាប្រធានផ្នែកថ្លៃដើមនិងផែនការនៃបរិយាមេកុងឡែនអញ្ចឹងចង់ឲ្យបងអូនជួយបង្ហាញពីអ្វីដែលបងអូនធ្លាប់មានមកតាំងពីដើមហើយមានការប្រែប្រួលរហូតដល់ពេលបច្ចុប្បន្នទីមួយបងខ្ញុំរួមដំណើរជាមួយនឹងគ្រួសារមេកុងឡែនមួយបងដែរ9ឆ្នាំជាងហើយខ្ញុំចូលឆ្នាំទី10ហើយចឹងហើយខ្ញុំឆ្លងកាត់6តួនាទីផ្សេងគ្នាខ្ញុំចូលមកដំបូងខ្ញុំជាសាវនករដែលយើងហៅ auditor ទីបន្ទាប់មកខ្ញុំទៅជាវិស្វករគណនាគ្រឿងបង្គុំហើយមានការប្រម៉ូទទៅជាប្រធានក្រុមផ្នែកគណនាគ្រឿងបង្គុំហើយបន្ទាប់មកទៅជាអនុប្រធានផ្នែក design និងផែនការហើយបច្ចុប្បន្នហ្នឹងគឺជាប្រធានផ្នែកថ្លៃដើមនិងផែនការបាទបើឃើញអ្វីដែលបងអូនមានការបម្រែបម្រួលទាំងអស់នេះតើមានកត្តាអ្វីខ្លះដែលសំខាន់ដែលជួយជំរុញបងអូនឲ្យបងអូនមានការប្រែប្រួលហើយអូនអាចបោះជំនាញមកដល់ពេលនេះជាទូទៅយើងមិនដាក់បើយើងជួទៅយើងមិនអាចដោះស្រាយការងាររបស់យើងគិតឃើញទាំងអស់ហើយបងយើងតែងតែសុំយោបល់ពីអ្នកដែល level ប៉ុនគ្នាជួនកាលទៅជួបបងអញ្ចឹងសុំយោបល់ថានេះកន្លែងនេះអាចពាក់ព័ន្ធមួយ HR ដែរអញ្ចឹងសុំយោបល់បងតាក់ទងមុខកលឹកអានឹងខ្ញុំត្រូវដោះស្រាយមិនយុទ្ធសាស្ត្រអីដើម្បីជួយដោះស្រាយមួយគាត់ជួនកាលទៅវាទៅ let ទៅផ្សេងទៅខាងសំណងយើងវិញអញ្ចឹងទៅដែលខ្ញុំមិនយល់នៅកន្លែងណាខ្ញុំអាចទៅសួរបន្ថែមពាក្យសិក្សាគ្នាបន្ថែមមកផ្លូវណាល្អចេញមួយផ្នែកផ្សេងទៀតនៅក្នុងនោះទាំងអស់តាំងពី sale ឲ្យយើងឡើងអញ្ចឹងទៅប៉ុន្តែបើជារួមតែម្ដងសម្រាប់ខ្ញុំដូចជាបងដែលគាត់ជាប្រធានរបស់ខ្ញុំចាស់ខ្ញុំបាន advice ពីគាត់ច្រើនក្នុងការដោះស្រាយការងារហើយប្រហែលឆ្នាំចុងក្រោយមកនេះ3-4ឆ្នាំចុងក្រោយមកនេះគឺបានបកកណិយុទ្ធគឺគាត់បានផ្ដល់ដំបូងមានជាពិសេសគឺផ្នែកគំនិតវិធីសាស្ត្រក្នុងការគិតស៊ីជម្រៅបានច្រើនតើមានមូលហេតុអីដែលធ្វើឲ្យបងអូនរួមរស់ជាមួយមេកុងឡែនដែលត្រូវឆ្លងកាត់ពីមួយដំណាក់កាលរហូតដល់ពេលបច្ចុប្បន្ននេះហើយបងគិតថាវាមិនមែនកត្តាទូទៅដែលមនុស្សគ្រប់គ្នាដឹងទេបែរជាឯងមានកត្តាអីមួយពិសេសដែលធ្វើឲ្យបងអូននៅទីនេះរហូតដល់9ឆ្នាំហើយក៏បងដឹងថា9ឆ្នាំនេះមិនមែនជាឆ្នាំបញ្ចប់ដែរអញ្ចឹងហ្នឹងហើយបើយើងនិយាយពីទូទៅវាច្រើនមកច្រើន9ឆ្នាំវាឆ្លងកាត់ถึงច្រើនមែនទេតែទីទូខ្ញុំគិតថាខ្ញុំនិយាយឲ្យខ្លីទីមួយគឺធម្មតាយើងផ្លូវចិត្តផ្លូវកាយហើយនឹងអរិយធម៌មកអញ្ចឹងខ្ញុំនិយាយពីអរិយវត្ថុចុះខ្ញុំបានដូចខ្ញុំបញ្ជាក់មុនធម្មតាយើងមានការប្រម៉ូទអីផ្សេងដែរការផ្ដល់ឱកាសពីក្រុមហ៊ុនពី HR ពីថ្នាក់ដឹកនាំអញ្ចឹងទៅកត្តាជីវភាពយើងល្អប្រសើរច្រើនទី2គឺកត្តារាងកាយថាមកធ្វើការមកពេលយើងធ្វើការយើងសិតជាមានមកពេលត្រឹមត្រូវច្បាស់លាស់ហើយយើងមានរវល់ហ្នឹងបងយើងមានរវល់ប៉ុន្តែមិនមែនយើងជាប់រងថ្ងៃទៅដកគ្នាមិនបានទេអញ្ចឹងក៏មានការបែងចែកពេលវេលាច្បាស់លាស់ពីក្រុមហ៊ុនហ្នឹងទី3គឺផ្លូវចិត្តហ្នឹងមានច្រើនមែនតើដែលត្រូវរៀបរាប់ក្នុងផ្លូវចិត្តហ្នឹងដល់ផ្លូវចិត្តដូចជាមួយ HR ជាមួយក្រុមការងារដែលធ្វើការជាមួយគ្នាជាមួយប្រធាននៅលើជាមួយនឹងអគ្គនាយកហើយនឹងជា culture របស់ក្រុមហ៊ុនដែលក្រុមហ៊ុនដូចជាមានការ training ជួនកាលបងក៏ training មកខ្ញុំដែរពីការងារមួយចំនួនហ្នឹងទៅមានបងខ្លះក៏ training leadership មាននីតិវិធី 5S អីចឹង 6S ឥឡូវខ្ញុំឈានដល់ 6S មួយចំនួនចឹងទៅមាន training internal ចឹងទៅពីរបៀបធ្វើការពី mindset ចឹងអានោះវាជួយទៅអារម្មណ៍យើងដែរហើយពីពេលដែលមានឧបសគ្គចឹងទៅពី management ពីអ្នកដែល level ស្មើគ្នាចូលរួមដោះស្រាយចាប់ដៃក្នុងការធ្វើការទៅមុខអីចឹងទៅឥឡូវជាផ្លូវអារម្មណ៍មួយយើងជួយដោះស្រាយទៅដែរមកតាមបាទអូខេតែជាចុងក្រោយចង់ឲ្យបងអូនដល់ជាដំបូងមានដល់ជាការចែករំលែកខ្លះទៅដល់បងអូនមកក្រោយដោយផ្ទាល់ពីបងអូនដែលបងប្អូនបានឆ្លងកាត់បាទសម្រាប់ខ្ញុំអាចថាខ្លីបន្តិចចុះសូមខ្លីបន្តិចបានទេចំណុចដែលខ្ញុំតែងតែតាំងចិត្តក្នុងការដោះស្រាយបញ្ហាផ្សេងបងទីមួយខ្ញុំជឿជាក់ទៅលើស្ថាប័នរបស់ខ្ញុំក្រុមហ៊ុនរបស់ខ្ញុំយើងឲ្យតម្លៃលើក្រុមហ៊ុនជឿជាក់ថាក្រុមហ៊ុនយើងនៅយូរអង្វែងដើម្បីយើងមានអារម្មណ៍ថាយើង stable ទី2ជឿជាក់លើផ្នែករបស់ខ្លួនឯងជឿជាក់លើប្រធានផ្នែករបស់យើងថាអូខេប្រធានផ្នែករបស់យើងគាត់អាចដោះស្រាយការងារយើងពេលដែលយើងមានបញ្ហាយើងអាចទៅសុំជំនួយពីគាត់
សូមយោបល់សូមនីតិវិធីបាទចំណុចទី3ជឿជាក់លើខ្លួនឯងជឿជាក់លើខ្លួនជឿជាក់លើថាខ្លួនឯងធ្វើបានរាល់បញ្ហាទាំងអស់នឹងជួបនឹងមានផ្លូវចេញបង្កើតមេសោមានកូនសោអញ្ចឹងពេលដែលយើងចាប់ផ្ដើមការងារណាមួយដែលយើងមានទំនុកចិត្តបែបហ្នឹងពេលដែលយើងមានឧបសគ្គយើងអត់មានលេសព្រោះបើយើងចាប់ផ្ដើមដោយអត់មានទំនុកចិត្តគិតថាធ្វើប្រួយទៅបង្កើតយើងនឹងមានលេសអញ្ចឹងពេលដែលយើងតាំងចិត្តបែបហ្នឹងហើយយើងនឹងអាចដោះស្រាយរឿងបានយ៉ាងច្រើនហើយអាចនឹងរឿងហ្នឹងកាន់តែធំទៅអញ្ចឹងរឿងដែលធំឬរឿងដែលច្រើនហ្នឹងអាហ្នឹងហើយជាសមត្ថភាពរបស់យើងវាឡើងតាមហ្នឹងបាទ អូខេអរគុណច្រើនអញ្ចឹងសរុបមកវិញអ្វីដែលបងអូនបានចែករំលែកបងមើលឃើញថាហេតុវាតែតែមានផលរបស់វាកាត់ឡើងដល់រឿងអ្វីក៏យើងអាចធ្វើទៅបានដែរគឺរឿងដែលសំខាន់ផុតគឺខ្លួនឯងតើខ្លួនឯងចង់ដើរទៅមុខឬខ្លួនឯងចង់បញ្ចប់នៅពេលហ្នឹងអ្នកណាក៏ជួបឧបសគ្គដែរសូម្បីតែបទពិសោធន៍របស់យើងមានយូរក៏ដោយប៉ុន្តែនៅពេលដែលយើងកំពុងតែដើរត្រូវតែជួបនៅបញ្ហានៅខាងមុខដូចគ្នាអញ្ចឹងបញ្ហាមិនអាចអស់បានទេតែយើងអាចដោះឲ្យវាអស់បានខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណបងអូនច្រើនដែលបានស៊ឺពេលមកចែករំលែកជាមួយនឹងបងនៅក្នុងពេលវេលានេះហើយក៏សូមអរគុណអ្នកទស្សនាទាំងអស់គ្នាក្នុងការចំណាយពេលក្នុងការទស្សនានៅវីដេអូរបស់យើងអរគុណ បូរីមេកុងឡែនផ្ដើមជីវិតរីករាយនិងជោគជ័យនៅទីនេះ